choបងប្អូនចង់ធម្មជាតិចង់ធម្មជាតិនៅក្នុងបឹងហ្មងឬក្នុងបឹងបងប្អូននេះក្នុងមែនតើទេសភាពស្អាតមែនទែនបងប្អូនទេសភាពស្អាតមែនទែនទោះក្តៅយ៉ាងណាក៏មានអារម្មណ៍ថាត្រជាក់ស្រស់ស្រាយតែម្ដងបាននៅទឹកដីគេថាត្រពាំងអណ្ដើកបាទស្ថិតនៅខេត្តតាកែវបាទបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ទេសភាពទស្សនភាពជើងភ្នំបាទមានទាំងបឹងបួធំដូចទន្លេចេះគឺអាចមកបោះតង់បានណាបងប្អូនបោះតង់គឺត្រីអញ្ចឹងនៅកន្លែងនេះដែរគឺមកពេញទៅដោយគិរីបូបតាហើយស្អាតមែនតើបាទតែនេះជីកាត់តាមត្រពាំងអណ្ដើកហើយមានអារម្មណ៍ថាឃើញទេសភាពបាទមិនមានអារម្មណ៍ទេខ្យល់ធ្លាក់បាទចំណូលមាត់ស្ទឹងចំណូលមាត់បឹងខ្យល់ធ្លាក់មកយ៉ាងរំភើយបែបនេះគឺត្រជាក់មែនតើហើយទោះថ្ងៃក្តៅយ៉ាងណាក៏ត្រជាក់ដែរហើយតំបន់មាត់ទឹកជើងភ្នំបាទតែមែនតើបាទឈូកមានឈូកមានផ្កាមានផ្លែដែរតែខ្ញុំអត់ចេះទឹកអញ្ចឹងទៅចុះទៅទឹកជ្រៅដែរបងប្អូនអញ្ចឹងឲ្យឈូកមានប្រកាសឈូកមានផ្លែមានផ្កាល្អមែនតើឃើញម្ចាស់គាត់ចុះដកបាញ់មិញបាទហើយទូកថ្នោតបាទទូកថ្នោតធ្វើពីតាមថ្នោតបងប្អូនទូកអញ្ចឹងថ្នោតតាមថ្នោតយើងអត្ថប្រយោជន៍ច្រើនមែនតើបាទហើយយើងចេះឃើញកូនថ្នោតឃើញដើមថ្នោតយើងចេះទៅថែរក្សាទុកយើងកុំកាប់បំផ្លាញអញ្ចឹងណាហើយយើងគឺថែរក្សាទាំងអស់គ្នាដើម្បីជាតិខ្មែរយើងតំណាងអង្គរវត្តប្រាសាទអង្គរវត្តហើយនឹងដើមថ្នោតហ្នឹងហើយគឺខ្មែរចំហើយបាទនេះនៅខេត្តតាកែវគឺមានដើមថ្នោតច្រើនប៉ុណ្ណឹងបងប្អូនបើទៅខេត្តកំពង់ស្ពឺនេះគឺច្រើនជាងនឹងទៀតបាទតំបន់នេះគឺមានដើមថ្នោតនៅតាមតំបន់ជើងភ្នំព្រៃភ្នំគិរីបូបតាមានទន្លេមានបឹងមានឈូកមានអីចេះគឺល្អមែនតើហើយយើងចាត់តែជួយរក្សាគ្នាបានល្អកន្លែងនេះដែរជារមណីយដ្ឋានមួយដែរនៅស្ពាំងដើកប៉ុន្តែមិនតាន់កែច្នៃខ្លាំងទេគឺត្រឹមតែបន្តិចទេអញ្ចឹងហើយបើសិនជានៅបែបនេះគឺល្អមែនតើគឺធម្មជាតិបងប្អូនធម្មជាតិនៅតំបន់ជើងភ្នំព្រៃភ្នំដាំបដោយដំណាំពោតដំណាំអំពៅហើយបន្លែគ្រប់សពទាំងអស់នៅតាមជើងភ្នំឡើងលើសុទ្ធតែជាការរបស់ពុកម៉ែបងប្អូនយើងដាំនៅទីនោះអញ្ចឹងហើយនៅតំបន់ព្រៃភ្នំតាមបឹងតាមគ្រីបបតាមានដើមត្នោតដើមឈើគ្រប់ប្រភេទនេះគឺដោយសារយើងទុកបានល្អមែនតើបាទអញ្ចឹងហើយយើងគួរតែរក្សាបាទរបស់ខ្មែរយើងរបស់ធម្មជាតិមានខ្យងមានអីធម្មជាតិខ្យងពីទឹកបឹងមានខ្ញុំរើសបានខ្យងធម្មជាតិទាំងអស់បាទហើយរើសបានតែឃើញវាតូចហើយណាមួយរើសបានធំដែរទូចធំខ្លះតូចខ្លះហើយយកទៅប្រឡែងវិញបាទប្រឡែងឲ្យវាកាត់កូនកាត់ចៅចឹងនេះយើងបានច្រើនយើងបានប្រមូលមកបានច្រើនទុកគ្រាន់តែបងប្អូនយើងនៅចិត្តហ្នឹងអាចរកបាននេសាទបានយកទៅលក់ឲ្យបងប្អូនយើង
តាមផ្លូវអញ្ចឹងទៅឃើញលោកចងលោកអីចឹងចងពីបឹងធម្មជាតិហើយនឹងចងចិញ្ចឹមខុសគ្នាបងប្អូនចងបឹងធម្មជាតិយើងលាងទោះយ៉ាងលាងយ៉ាងណាក៏មិនងាយជ្រះដែរវាថានៅចិត្តស្លែថានៅចិត្តស្លែខៀវហ្នឹងហើយយើងលាងយ៉ាងណាក៏មិនងាយជ្រះនៅស្លែតិចហើយបើខ្យងចិញ្ចឹមយើងគឺអត់ទៅមានស្លែទេគឺស្អាតភ្លឹងមកខ្យងស៊ីចំណីហើយនឹងខ្យងបឹងយើងគឺធម្មជាតិគឺថាជាតិគីមីធម្មជាតិទាំងអស់ហ្មងបាទមានតែបឹងតិចហ្នឹងកើតជារមណីយដ្ឋាននៅចិត្តហ្នឹងបងប្អូនមានលទ្ធភាពកើតហាងកើតជារមណីយដ្ឋាននៅចិត្តហ្នឹងតែកុំភ្លេចកំចោលរបស់ធម្មជាតិរបស់ខ្មែរយើងដូចជាមច្ឆជាតិត្រីខ្យងក្តាមធម្មជាតិយើងកុំប្រើថ្នាំជាតិគីមីបាញ់ទៅលើទឹកទៅលើអីហ្នឹងវាធ្វើងាប់ត្រីងាប់ក្តាមខ្យងនានាហ្នឹងហើយទៅពេលងាប់អាខ្យងងាប់ក្តាមធម្មជាតិហ្នឹងចេញអាខ្យងមកពីប្រទេសណានោះប្រទេសអីផ្សេងខ្យងដែលហូបអត់កើតហូបទៅពុលណាអត់កើតទេវាខ្យងមកពីប្រទេសគេហ្នឹងមិនថាប្រទេសណាតែអត់ប្រាប់ថាប្រទេសណាទេប៉ុន្តែខ្យងដែលមកពីគេគឺមានជាតិពុលស្រាប់អីបាញ់ថ្នាំយ៉ាងណាក៏វាសមនឹងជាតិពុលវាសមនឹងជាតិពុលអញ្ចឹងហើយយើងមនុស្សយើងហូបទៅគឺពុលដូចគ្នាបាទខ្យងហ្នឹងបាទហើយរងចាំទស្សនាវីដេអូរបស់ខ្ញុំបាទនិយាយបានច្រើនទៅថ្ងៃនេះរងចាំទស្សនារបស់វីដេអូរបស់ខ្ញុំបានហ្នឹងនៅបោះតង់នៅតំបន់ព្រៃភ្នំខេត្តកំពតតែឥឡូវនេះឈរនៅខេត្តតាកែវទេបាទឈូកក៏មានប្រយោជន៍ដែរបងប្អូនឈូកគេទីមួយស្លឹកគេយកទៅត្រប់ត្រីចៀនសាច់ចៀនសាច់អាំងទៅត្រប់ស្លឹកហ្នឹងក្អោបមែនតើត្រប់ស្លឹកឈូកហើយដើមហ្នឹងគេវែងមកនៅខេត្តផ្សេងគេកាត់យកទៅធ្វើជាដូចអំបោះអញ្ចឹងបងប្អូនគេកាត់ទាញធ្វើដូចជាអំបោះអញ្ចឹងទាញធ្វើដូចជាអំបោះហើយគេយកទៅធ្វើជាកតេលធ្វើជាកម្មាធ្វើជាសរងអញ្ចឹងដែរវិញណាហើយផ្លែវាគេយកទៅលក់យកទៅហូបយកទៅលីងបាទមានផលប្រយោជន៍ច្រើនមែនតើហើយរីឯផ្កាវិញដប់ខ្លះរីកខ្លះហ្នឹងគេយកទៅថ្វាយព្រះអង្គអញ្ចឹងទៅតែព្រះអញ្ចឹងទៅនៅតាមទីវត្តអារាមហើយនឹងយកទៅលក់តាមទីផ្សារដើម្បីតាមការលទ្ធផលខ្មែររបស់យើងហ្នឹងឲ្យបានកើនហ្នឹងណាយើងកុំយកអសបនិមិត្តយកទៅថ្វាយព្រះថ្វាយព្រះអង្គមិនល្អទេយើងយកអាណាធម្មជាតិយើងយកទៅថ្វាយព្រះអង្គថ្វាយព្រះធ្វើបុណ្យនៃជាតិយើងជាជាតិខ្មែរជាពុទ្ធសាសនារបស់យើងគឺយើងថ្វាយស្រស់ទៅយើងកុំយកអាជាតិគីមីផ្កាអីយកមកដូចមនុស្សយើងអាផ្កាហ្នឹងតែយើងបាញ់ទឹកអប់ទៅមិនចង់ក្អោបមកមានអត់បាញ់យើងយកទៅតាំងទេវតាតាំងវាថ្វាយព្រះអង្គតែមិនក្អោបអាផ្កាឈូកធម្មជាតិនេះតែមិនក្អោបធម្មជាតិមកអញ្ចឹងយើងបានថាជួយថែរក្សានៅវប្បធម៌ខ្មែរជួយថែរក្សាធម្មជាតិទឹកដីរ៉ែភ្នំគ្រីបុកតែហ្នឹងយើងជួយថែរក្សាគ្នាទៅព្រៃឈើតាមស្នោតតាមអីហ្នឹងដំណើរពីដូនតារបស់យើងបាទមានថាមិននិយាយច្រើនឥឡូវចូលច្រើនណាបាទចាំទស្សនាវគ្គបន្តបាទខ្ញុំនឹងនិយាយបន្តទៀតឥឡូវតែប៉ុណ្្នឹងបងប្អូនហើយបើមេឃមើលទៅក្តៅតែមានខ្យល់មានអាកាសធាក់មកល្វិចអញ្ចឹងគឺមានអារម្មណ៍មួយថាឃើញធម្មជាតិមានខ្យល់មានអីនៅអញ្ចឹងសប្បាយរីករាយបាទវាមិនដាច់ពូជមិនផុតពូជអញ្ចឹងណាហើយបងប្អូនយល់អារម្មណ៍យល់ខ្ញុំទេបាទបងប្អូនយល់ទេបាទអញ្ចឹងហើយសូមឲ្យកូនខ្មែរយើងចំនួនក្រោយគឺថា
តែរក្សាបានគង់វង្សនៅសម្បត្តិវប្បធម៌ជាតិហើយវប្បធម៌ខ្មែរជាតិរបស់យើងព្រមទាំងការឈូកបាទឈូកដោះចេញពីភក់ទេបាទដោះមកចេញពីភក់យេមានមើមមានអីទៀតឈូកហ្នឹងមើមហ្នឹងឆ្ងាញ់មែនទែនបងប្អូនមើមឈូកឆ្ងាញ់ដូចដំឡូងយើងយកទៅឆ្ងល់ឬមួយយកទៅដុតអេមែនទែនប៉ុន្តែយើងកុំឲ្យផុតពូជបាទផុតពូជនឹងតាមឈូកទៀតឈូកមានតែប្រទេសខ្មែរយើងទេសបោជាងគេបាទសបោជាងគេឈូកហ្នឹងហើយបាទហើយបងប្អូនយើងធ្វើដំណើរតាមផ្លូវធ្វើអីតាមផ្លូវមកពីខេត្តទៅរាជធានីអីចឹងចុះទិញការឈូកទិញផ្លែឈូកយកទៅផ្ញើកូនចៅឬថ្វាយព្រះចឹងទៅហើយចឹងហើយយើងគួរតែលក់តម្លៃណាសមរម្យចែកជូនប្រជាជនខ្មែរយើងដូចគ្នាយើងលក់កុំឲ្យថ្លៃពេកយើងលក់សមល្មមនឹងការអាចទទួលយកបានបាទពេលនេះដែរខ្ញុំបាទចម្រើនវីដេអូប្លុកបាទសូមអរគុណសូមគោរពលា